ចំនួនរបស់យើងក្នុងការយើងឆ្លោះគ្នាអញ្ចឹងយើងកំពុងតែគិតរឿងចំនួនយើងហើយយើងអត់បានគិតពីកូនរបស់យើងទេចាអញ្ចឹងហើយជាធ្វើឲ្យកូនរបស់យើងនឹងគាត់ឃ្លាតឆ្ងាយគាត់មិនបានទទួលភាពកក់ក្ដៅពីយើងចាតើធ្វើយ៉ាងណាដើម្បីឲ្យកូនទទួលបាននូវភាពកក់ក្ដៅពីយើងបានគ្រប់គ្រាន់ខ្ញុំជឿ 100% ថាគ្រប់ឪពុកម្ដាយទាំងអស់គ្មានឪពុកម្ដាយណាដែលគិតថាខ្លួនមិនបានបំពេញភាពកក់ក្ដៅទៅកាន់កូនទេតើតើនឹងភាពកក់ក្ដៅនឹងវាដូចជាអារម្មណ៍សុវត្ថិភាពដែលកើតចេញពីក្តីស្រឡាញ់របស់យើងហ្នឹងការយកចិត្តទុកដាក់និងការគាំទ្រហើយជាពិសេសគឺពីគ្រួសារហ្នឹងតែម្ដងយើងស្រឡាញ់ដល់កូនយើងបង្កើតគេមកយើងចិញ្ចឹមបីបាច់ថែរក្សាពួកគេហើយបញ្ជូនពួកគេមកកាន់សាលាគុតគង់ចំណីអាហារគ្រប់បែបយ៉ាងទៅកាន់ពួកគេធ្វើម៉េចដើម្បីឲ្យពួកគេបានល្អប្រសើរប៉ុន្តែវាអាចមកពីកត្តាទាំងនេះដែរទេដែលធ្វើឲ្យយើងមានអារម្មណ៍ថាកូនរបស់យើងនឹងមិនទទួលបានភាពកក់ក្ដៅពីយើងនឹងគ្រប់គ្រាន់ទី1តកតងនឹងប្រវល់ទី2តកតងពីគ្រួសាររបស់យើងនឹងអត់មានផែនការច្បាស់លាស់ផ្នែកហិរញ្ញវត្ថុចំណាយនោះវាកើនធំជាងចំណូលអញ្ចឹងដល់ទៅពេលយើងចាប់ផ្ដើមត្រូវការដែលយើងផ្គត់ផ្គង់ចាឧទាហរណ៍ថាយើងបង់ថ្លៃទឹកថ្លៃភ្លើងថ្លៃផ្ទះក្តីថ្លៃអីផ្សេងក្តីឬក៏ថ្លៃបង់សាលាកូនក្តីនៅពេលដែលថ្ងៃដល់មកដល់គឺយើងខ្វះខាតចាដោយសារតែមានផែនការច្បាស់លាស់ហើយផែនការច្បាស់លាស់មួយទៀតតាក់ទងទៅលើការប្រកបគ្រួសារថាក្នុងមួយខែតើយើងគួរតែនាំកូនរបស់យើងទៅកន្លែងណាម្ដងឬក៏2ខែម្ដងឬក៏3ខែម្ដងយើងអត់មានសម្រាប់ពួកគេហើយមួយទៀតតាក់ទងទៅលើការសន្យាមួយកូនដែរពេលខ្លះយើងឧទាហរណ៍ថាយើងបានសន្យាកូនឯងរៀនប៉ាកែជាប់លេខប៉ុន្មានលេខប្រហែលលើធ្វើបានល្អអញ្ចឹងម៉ាក់ជូនអានេះកូនទិញអានេះឲ្យកូនមួយអាហ្នឹងការសន្យារបស់យើងប៉ុន្តែយើងអត់បានបំពេញឲ្យកូនដែរចាចំណុចទី3តកតងនឹងការយើងឆ្លោះប្រកែកគ្នានៅមុខកូនចាយើងគិតថាចង្កល់ជារឿងគ្រួសារចាប្តីប្រពន្ធតែងតែមានទំនោរហើយចាពាក្យមួយម៉ាត់ទៅមួយម៉ាត់មកឬក៏ពេលខ្លះអីយើងមានបញ្ហាខ្លះយើងជជែកគ្នានៅមុខកូនក្នុងការយើងឆ្លោះគ្នាអញ្ចឹងយើងកំពុងតែគិតរឿងចំនួនយើងហើយយើងអត់បានគិតពីកូនរបស់យើងទេចាអញ្ចឹងហើយជាធ្វើឲ្យកូនរបស់យើងនឹងគាត់ឃ្លាតឆ្ងាយគាត់មិនបានទទួលភាពកក់ក្ដៅពីយើងហើយទី4មួយទៀតហ្នឹងតាក់ទងទៅលើការប្រៀបធៀបដែរចង្កល់យើងធ្វើដំណើរក្តីចាជិះឡានជិះម៉ូតូក្តីយើងប្តីប្រពន្ធយើងនិយាយពីនេះពីនោះប៉ុន្តែយើងគិតថាការដែលយើងគិតគ្នាណាយើងចេះតែនិយាយពីនេះពីនោះទៅប្រៀបធៀបគ្រួសារគេជាមួយគ្រួសារយើងកូនគេជាមួយកូនយើងឬក៏រឿងផ្សេងដែលពេលខ្លះហ្នឹងរឿងដែលកពិចកប៉ុករឿងអីផ្សេងជាច្រើនដែលយើងយកមកហ្នឹងដាក់យកមកឲ្យកូនលឺចាអញ្ចឹងកលេចមកវិញតើមេដាបេដាហ្នឹងអាចចូលទៅក្នុងចំណុចដែលខ្ញុំរៀបរាប់ជូនខាងលើមិញដែរទេភាពកក់ក្ដៅយើងមានយើងផ្គត់ផ្គង់ទៅកាន់កូនយើងហើយប៉ុន្តែកត្តាទាំងប៉ុន្មានចំណុចមិញនេះបាំងយើងរវាងកូនយើងហើយនឹងយើងដែលធ្វើឲ្យកូនរបស់យើងហ្នឹងមិនអាចទទួលបានភាពកក់ក្ដៅពីយើងបានគ្រប់គ្រាន់អញ្ចឹងត្រឡប់មកវិញថាភាពរវល់របស់យើងមានអីខ្លះអាការខ្វល់ខ្វាយរបស់យើងមានអីខ្លះអាការឆ្លោះប្រកែករបស់យើងមានអីខ្លះការប្រៀបធៀបរបស់យើងមានអីខ្លះដែលធ្វើឲ្យយើងនឹងជជែកគ្នាជាច្រើននៅមុខកូនរបស់យើងហ្នឹងអញ្ចឹងធ្វើឲ្យកូនរបស់យើងនឹងគាត់ចាប់ផ្ដើមមានអារម្មណ៍មួយថាគាត់ដូចជាតែឯងណាចាដោយសារអីយើងឡៃតរវល់នឹងអាកតាខាងលើមិញហ្នឹងដែលធ្វើឲ្យកូនរបស់យើងនឹងឃ្លាតឆ្ងាយពីយើងចាអ្វីដែលយើងត្រូវការនិយាយអីយើងរៀងប្រយ័ត្នប្រយែងអីជាមួយកូនយើងខ្លះវាអាចប៉ះពាល់ទៅដល់ភាពកក់ក្ដៅរបស់គាត់ឬក៏ទង្វើណាមួយដែលយើងមិនបានបង្ហាញថាយើងស្រឡាញ់កូនយើងហើយយើងផ្លាស់ប្ដូរទៅចាចំណុចកន្លែងហ្នឹងអញ្ចឹងខ្ញុំសូមជូនចម្លើយនេះទៅកាន់មេដាដែលគាត់មានសំណួរចាអរគុណច្រើន